បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់ Channel Admin Moda សាជាថ្មីហើយបាទនៅក្នុងវេលាឱកាសនេះខ្ញុំបាទ Admin ក៏មានពេលទំនេរដែលបានសម្រាប់ពីការងារដោយសារថ្ងៃនេះបាទខាងមេគាត់ឲ្យថែមម៉ោង2ម៉ោងបាទអញ្ចឹងទៅមកដល់ផ្ទះរៀងយប់បន្តិចតែប៉ុន្តែទោះបីយប់បន្តិចយ៉ាងណានោះក៏ត្រូវតែឆ្លៀតធ្វើជាវីដេអូនិយាយនៅរឿងរ៉ាវថ្មីដើម្បីចែកជូនដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាបានស្ដាប់កំសាន្តបាទនៅពេលដែលសម្រាកហត់នឿយពីការងារអញ្ចឹងទៅពុកម៉ែបងប្អូនអាចមកស្ដាប់នៅសាច់រឿងថ្មីនៅក្នុង Channel របស់ខ្ញុំបាទផងដែរហើយនៅថ្ងៃនេះបាទក៏មាននៅសាច់រឿងថ្មីមួយទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាដែលសាច់រឿងហ្នឹងគឺកើតឡើងចំពោះបងប្រុសម្នាក់ណាបាទគាត់គាត់និយាយទាំងឈឺចាប់ផងដែរគាត់ថាទី1គឺឈឺចាប់បំផុតគឺមិត្តភ័ក្តិដែលគាត់រាប់អានទុកចិត្តជាច្រើនឆ្នាំហើយចុងក្រោយគាត់មកធ្វើចរិតលក្ខណៈថាក្បត់ថោកទាបបាទចំពោះប្រពន្ធគាត់ណាបាទបានន័យថាគាត់លួចតាក់ទងបានន័យថាមិត្តភ័ក្តិរបស់គាត់នឹងលួចតាក់ទងប្រពន្ធរបស់គាត់បាទអញ្ចឹងគាត់មានអារម្មណ៍ថាអាមិត្តភ័ក្តិនឹងក៏ក្បត់អាប្រពន្ធក៏ក្បត់ទៀតអញ្ចឹងចំពោះគាត់ពិតជាបាទឈឺចាប់មែនតើអញ្ចឹងបាទបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ផងតើចង់ដឹងថាសាច់រឿងនឹងយ៉ាងណានោះបាទជាដំបូងមុននឹងខ្ញុំបាទចូលទៅនិយាយសាច់រឿងពេញខ្ញុំបាទក៏សូមធ្វើការខន្តីនិងអភ័យទោសរាល់ពាក្យកំហុសដែលនិយាយទៅមានការលើសលួសខ្វះខាតត្រង់ចំណុចណានោះក៏សូមពុកម៉ែបងប្អូនបាទមេត្តាខន្តីនិងអភ័យទោសដល់រូបខ្ញុំបាទផងបាទហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe Channel របស់ខ្ញុំក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីពេលដែលខ្ញុំបង្ហោះនៅវីដេអូថ្មីទៅពុកម៉ែបងប្អូនអាចស្ដាប់នៅរឿងថ្មីមុនគេផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅស្ដាប់សាច់រឿងពេញជាមួយនឹងខ្ញុំបាទ Admin ទាំងអស់គ្នាតែម្ដងទៅបាទមានបងប្រុសម្នាក់គាត់ឈ្មោះថាបងសីគាត់រស់នៅតាមខេត្តពុកម៉ែបងប្អូនទាំងអស់គ្នាគាត់បានលើកសាច់រឿងមួយដែលជាសាច់រឿងរបស់គាត់ផ្ទាល់បាទចំពោះគ្រួសារគាត់ប្តីប្រពន្ធគាត់ណាហើយជារឿងមួយដ៏ឈឺចាប់របស់គាត់ខ្លាំងមែនតើបាទគាត់ឈ្មោះថាបងសីអញ្ចឹងគាត់និយាយថាគាត់ហ្នឹងជាមួយនឹងប្រពន្ធគាត់គឺរៀបការជាមួយគ្នារយៈពេលប្រហែលជាបាទខ្ទង់ជិត10ឆ្នាំទៅហើយបាទអញ្ចឹងការរស់នៅជាមួយគ្នាអាការស្រឡាញ់គ្នាការឆ្លោះគ្នាហ្នឹងបាទវាដើរទន្ទឹមគ្នាជាធម្មតាទេប្តីប្រពន្ធគាត់ណាបាទហើយក្នុងអាពាហ៍ពិពាហ៍របស់គាត់ហ្នឹងគឺបានកូនប្រុសម្នាក់ដែលអាយុប្រហែលជាខ្ទង់7ឆ្នាំអញ្ចឹងទៅណាបាទកូនគាត់បាទចូលរៀននៅសាលាបាទថ្នាក់ទី2ទី3អញ្ចឹងទៅហើយប្រពន្ធគាត់សម្រាប់គាត់ណាគាត់ស្រឡាញ់ប្រពន្ធគាត់ណាបាទបងសីណាគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់គឺគាត់អត់ឲ្យប្រពន្ធគាត់នឹងទៅធ្វើការអីឆ្ងាយទេបាទដំបូងឡើយគឺធ្វើអីគេឯងដែរប៉ុន្តែមើលទៅដូចថាប្រពន្ធគាត់ធ្វើការមិនបានជាប្រាក់ខែហ្មងធ្វើការនៅរោងចក្រអីចឹងណាបាន2-300អញ្ចឹងទៅហើយបងហ្នឹងគាត់ក៏ជាអ្នកដែលមានចំណេះដឹងគាត់ធ្វើការអាចបានប្រាក់ខែខ្ទង់លក្ខណៈថា6-700អញ្ចឹងណាគាត់អាចរ៉ាប់រងចំពោះគ្រួសាររបស់គាត់បានអញ្ចឹងហើយគាត់ក៏បាទឲ្យប្រពន្ធគាត់នឹងសម្រាកនៅផ្ទះទៅបាទមើលថែកូនមើលថែផ្ទះសម្បែងបាទបាយទឹកនំចំណីកូននិងប្តីទៅបានហើយបាទអញ្ចឹងបងសីគាត់ស្រឡាញ់ប្រពន្ធគាត់ណាគាត់ថ្នមគាត់អីចឹងណាបាទអញ្ចឹងប្រពន្ធគាត់នៅផ្ទះមានអីទេបាទមានតែធ្វើបាយធ្វើទឹកបាទផ្គត់ផ្គង់នំចំណីទៅកូនទៅបាទរៀបចំឲ្យកូនទៅរៀនកូនអីចឹងទៅបាទអញ្ចឹងពេលវេលាទំនេររបស់ប្រពន្ធគាត់គឺមានច្រើនបាទអញ្ចឹងប្រពន្ធគាត់មានតែការតុបតែងខ្លួនលាបឡេបាទលាបម្សៅនិយាយទៅគឺនៅក្នុងផ្ទះផ្ទុំដោយកូនកំមុំអញ្ចឹងហើយប្រពន្ធរបស់គាត់សាច់សខ្ចីញញហ្មងបាទ
đôi cầm mồm chứ á buổi tầm con mua ở hay nào mối có sần nọc nơi tập te liệp tờ lê khôm hay chẳng tới pe đã tranh ta nam mà đó đôi cầm mồm chẳng bà sinh quạt liệp bẹ để cái nào tha clay cứ mua tới lần tranh nhanh mà bà rồi na khơi bà là mồm mồm cứ lung đây mà đòn bà sau bay ta quạt vào đây nó còn là khơi và pôn quạt liệp clay mà đó cứ quạt to mặt bàn tệ tôi bày thà cồn mùi hai cái đáy bên ta mưa tới tình nổ á là cái nào ta bây đã quát phát sờ vâng mà đó khơi một pôn quát liệt bà lịch khổm vậy tới mưa làm cái chay nhanh đôi bà đồ chê chăng bà đây còn nó bà bằng xây ta pe có sờ vâng mà đó còn là ao cho ao lang chân tới khơi một pôn so vào ngày nào mối bà một pôn quát đai trơn sờ lôn hay đàm truồng ấy mu khom hay chẳng có thà đôi cầm mông men tên một pôn quát xa nèពួកឯងគាត់ថ្នមប្រពន្ធគាត់ស្រឡាញ់ប្រពន្ធគាត់មែនតើអញ្ចឹងប្រពន្ធគាត់ស្អាតបាទគាត់ថាមកយប់ចុងការគាត់ឲ្យតែស្រវឹងគឺគាត់ដឹងឲ្យបានណាបាទគាត់អត់មានទៅរកក្រៅណាដោយសារប្រពន្ធគាត់ស្អាតហ្នឹងគាត់ថាទៅរកក្រៅណាបានប្រហែលប្រពន្ធគាត់ស្អាតខ្លាំងណាដូចកំមុំហ្នឹងបាទអញ្ចឹងគាត់ថាគាត់ថ្នមប្រពន្ធគាត់ខ្លាំងណាបងប្អូនអរគ្នាអត់ឲ្យចេញទៅធ្វើការអត់ឲ្យអីទេនៅតែផ្ទះអញ្ចឹងទៅប្រពន្ធគាត់មានពេលវេលាសម្រាប់តបតែងខ្លួនស្អាតណាគាត់និយាយថាស្អាតសម្រាប់គាត់អញ្ចឹងណាប៉ុន្តែខ្ញុំក៏មិនបានឃើញប្រពន្ធគាត់ស្អាតប៉ុណ្ណាដែរប៉ុន្តែគាត់គ្រាន់តែប្រាប់បញ្ជាក់ថាប្រពន្ធគាត់លាបតលេទេអញ្ចឹងគាត់ថាប្រពន្ធគាត់សបាទផ្លូវឯងមើលទៅឡាលងស្រិលមកបាទគាត់ថាលិតបានអញ្ចឹងណាលក្ខណៈនិយាយពាក្យសើចលេងប៉ុន្តែគាត់និយាយអញ្ចឹងបាទអញ្ចឹងយើងនិយាយប្រពន្ធគាត់ប៉ុណ្ណឹងហើយយើងបន្តទៅបងសីវិញគាត់ថាគាត់ជាបុគ្គលិកមួយដែលធ្វើការនៅក្រុមហ៊ុនមួយកន្លែងអញ្ចឹងណាហើយក្នុងការធ្វើការរបស់គាត់ហ្នឹងបាទអត់អីទេគាត់ជាមនុស្សដែលចូលចិត្តរាប់អានមិត្តភ័ក្តិហើយគាត់ថាគាត់បានរាប់អានមិត្តភ័ក្តិមួយដែលជាមិត្តភ័ក្តិដូចថាបាទជាមិត្តរួមការងារបាទរាប់អានគ្នាដំបូងចាប់ពីមួយខែពីរខែមួយអាទិត្យអីទៅដល់ឆ្នាំចឹងធ្វើឲ្យមិត្តភាពរបស់គាត់ទាំងពីរនាក់ហ្នឹងបាទคล้ายជាមិត្តភ័ក្តិដ៏ល្អគាត់ថាចេះយល់ចិត្តចេះជួយធរៈគ្នាដូចថាត្រូវការគាត់ត្រូវការជំនួយបាទមិត្តភ័ក្តិគាត់ជួយចឹងទៅពេលដែលមិត្តភ័ក្តិគាត់ត្រូវការជំនួយគាត់ក៏ជួយទៅអញ្ចឹងពេលមានអីញ៉ាំពេលអីចឹងក៏ចូលចិត្តញ៉ាំជាមួយគ្នាចង្ការជួបជុំបាទផឹកស្រាអង្គុយលេងនិយាយពីរឿងក្នុងចិត្តជាមួយគ្នាយូរទៅធ្វើឲ្យគាត់ទាំងពីរនាក់បាទមិត្តភ័ក្តិគាត់ហ្នឹងបាទយល់ចិត្តគ្នាហើយក៏លក្ខណៈថាជឿជាក់គ្នាទៅវិញទៅមកថាបាទជាសម្លាញ់តែមួយអញ្ចឹងក៏បានសន្យាជាមួយគ្នាថានឹងធ្វើជាមិត្តសម្លាញ់គ្នាអស់មួយជីវិតអញ្ចឹងទៅបាទអាហ្នឹងនិយាយសម្រាប់បងសីដែលគាត់បានរៀបរាប់ណាគាត់ថាគាត់បានរាប់អានជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបាទជាច្រើនឆ្នាំដែរក្នុងការធ្វើការហ្នឹងគាត់ធ្វើការយូរឆ្នាំដែរហើយអញ្ចឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបាទក៏រាប់អានយូរឆ្នាំដូចគ្នាអញ្ចឹងអាមិត្តភាពរបស់គាត់ហ្នឹងបាទគាត់គាត់ថាមិត្តភាពរបស់គាត់ហ្នឹងគឺជាមិត្តភាពដ៏ល្អហើយក្រោយមកពេលដែលគាត់ជឿជាក់ចិត្តគ្នាអញ្ចឹងទៅបងសីហ្នឹងក៏មានកំណត់ថាបាទគាត់អាសានាំមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅលេងផ្ទះរបស់គាត់បាទហើយបងប្អូនដឹងហើយថានៅផ្ទះរបស់គាត់ហ្នឹងគឺប្រពន្ធគាត់នៅតែផ្ទះទេបាទជួនកាលគាត់តបតែងខ្លួនដូចខ្ញុំនិយាយពីដើមវីដេអូមិញអញ្ចឹងគឺបាទតបតែងតែខ្លួនអញ្ចឹងទៅហើយស្លៀកពាក់ម្ដងគឺសាច់សខ្ចីញែងតែម្ដងអ្នកណាឃើញគឺបាទលងគឺបាក់ស្រឡាញ់អញ្ចឹងណាហើយបងសីនេះគាត់អត់មានគិតអញ្ចឹងដោយសារគាត់នឹកឃើញថាមិត្តភ័ក្តិទុកចិត្តគ្នាហើយគាត់ក៏លក្ខណៈថាហៅទៅលេងផ្ទះលេងអីឲ្យស្គាល់គ្នាស្គាល់អីស្គាល់ផ្ទះសម្បែងអញ្ចឹងទៅអញ្ចឹងបងសីគាត់អាសានាំមិត្តភ័ក្តិគាត់ទៅលេងណាបាទគាត់មិនបានគិតថានាំមិត្តភ័ក្តិទៅធ្វើឲ្យមិត្តភ័ក្តិហ្នឹងទៅលួចតាក់ទងប្រពន្ធគាត់អីទេដោយសារគាត់ទុកចិត្តអញ្ចឹងណាបាទអញ្ចឹងបងសីគាត់ទុកចិត្តមិត្តភ័ក្តិរបស់គាត់ណាហើយមានថ្ងៃមួយគាត់ក៏បាននាំមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅលេងផ្ទះរបស់គាត់បាទដែលជាថ្ងៃសម្រាកចុងសប្តាហ៍ណាគាត់ក៏នាំមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅលេងផ្ទះដើម្បីបាទទៅញ៉ាំអីជុំគ្នាអញ្ចឹងទៅបាទហូបចុកហូបស្រាហូបអីជាមួយគ្នាអញ្ចឹងទៅអញ្ចឹងទៅដល់ផ្ទះរបស់គាត់ហ្នឹងប្រពន្ធគាត់គឺអត់ដឹងមុនទេបាទអត់ដឹងថាប្តីនាំមិត្តភ័ក្តិទៅលេងទេហើយប្រពន្ធគាត់នៅផ្ទះធម្មតាគាត់ចូលចិត្ត
លក្ខណៈថាស្លៀកពាក់ខ្លីៗអញ្ចឹងណាបាទពួកអីគាត់សាច់សអញ្ចឹងគាត់ចូលចិត្តបង្ហាញហើយណាមួយគាត់នៅក្នុងផ្ទះទៀតអញ្ចឹងគាត់ស្លៀកខ្លីល្មមៗក៏មិនអីដែរពួកអីគាត់មានបានចេញទៅក្រៅទេលក្ខណៈថាលេចលើលេចខំដែរអញ្ចឹងណាហើយបងស្រីគាត់ក៏នាំមិត្តភ័ក្តិគាត់អញ្ចឹងទៅចូលទៅដល់ក្នុងផ្ទះហើយប្រពន្ធក៏អង្គុយនៅលើបាទលើសាឡុងលើអីអញ្ចឹងនៅកន្លែងតុទទួលភ្ញៀវអញ្ចឹងបាទដំបូងឡើយគឺចាប់ផ្ដើមហូបចុកអីជាមួយគ្នារៀបចំញ៉ាំអីបាទរបស់ញ៉ាំហើយញ៉ាំស្រាអីជាមួយគ្នាអញ្ចឹងទៅក៏និយាយគ្នាលេងចោះនិយាយឡើងអញ្ចឹងទៅបាទក៏អស់ស្រាបាទផឹកស្រាទៅគឺអស់ស្រាហើយបងស្រីដែលជាបាទប្តីហ្នឹងក៏ថាណែមិត្តភក្តិឯងទៅមកអញ្ចឹងអត់ស្គាល់ឯងទិញស្រាមិនម៉ាក់នៅអង្គុយលេងហ្នឹងទៅហើយមានអីនិយាយលេងមួយពុនគ្នាទៅអត់អីទេឯងរត់ទៅទិញស្រាបន្តិចមួយផ្លែតមកវិញនៅចិត្តនេះទេអញ្ចឹងឯងនិយាយលេងអង្គុយលេងសិនណាគ្នាទៅបញ្ញាប់មកវិញទេបាទហើយធម្មតាមនុស្សពងតែលក្ខណៈថាស្វឹងរៀងជោគដែរអញ្ចឹងណាបាទហូបអស់ច្រើនដែរចូលចង់2 3នាក់ហ្នឹងបាទ2 3នាក់ប្រពន្ធគាត់ហ្នឹងគឺអស់ចង់មួយកេះហើយអញ្ចឹងអស់ច្រើនកំប៉ុងម្នាក់ហើយវារៀងស្វឹងដែរអញ្ចឹងពេលដែលប្តីគាត់ណាបងស្រីចេញផុតហ្នឹងហើយប្រពន្ធគាត់ស្លៀកពាក់បងប្អូនអរគ្នាអាខោខ្លីហ្នឹងគឺលិចលក្ខណៈឡើងចង់ដល់កលៀនហ្នឹងហើយកភ្លៅរបស់គាត់ហ្នឹងគឺសអាឡូងនិយាយទៅជើងគាត់ឡើងសលូនណាបាទហើយមិត្តភក្តិគាត់ហ្នឹងឃើញលក្ខណៈថាដំបូងភ្នែកដៀងចេះអត់ហ៊ានមើលចំហ្នឹងណាបាទដល់ពេលរៀងស្វឹងទៅរៀងហ៊ានណាបាទឃើញបាទសាច់សខ្ចីហើយប្រពន្ធរបស់មិត្តភក្តិហ្នឹងបាទស្លៀកលេចលើលេចខមកឃើញទៅគាត់មានអារម្មណ៍គាត់ចង់ហ្មងបាទគាត់ក៏ងើបស្ទុះទៅអង្គុយជិតប្រពន្ធរបស់មិត្តភក្តិហ្នឹងបាទទៅយកដៃរបស់គាត់ហ្នឹងទៅដាក់លើកភ្លៅរបស់បងស្រីហ្នឹងហើយបងស្រីហ្នឹងគឺគាត់រៀងស្វឹងដែរទន់ខ្លួនដែរអញ្ចឹងណាគាត់ថាគាត់និយាយប្រកែកថាបងបើឯងធ្វើចឹងអត់សមទេបើឯងយកដៃបើឯងមកដាក់លើកភ្លៅខ្ញុំអីបាទអញ្ចឹងបងស្រីហ្នឹងគាត់និយាយអញ្ចឹងហើយគាត់ក៏បាទយកដៃបងប្រុសហ្នឹងចេញហើយគាត់ថាបើឯងធ្វើចឹងអត់សមទេបងប្តីខ្ញុំមកឥឡូវហើយប៉ុន្តែពេលដែលបងប្រុសហ្នឹងស្ទាបង្អែបាទកាភ្លៅអញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងរៀងបាទមានអារម្មណ៍ដែរអញ្ចឹងណាហើយបងប្រុសហ្នឹងក៏ឃើញគាត់អត់មាត់ហ៎លក្ខណៈថាគាត់ប៉ះអង្អែអញ្ចឹងទៅហើយបងស្រីហ្នឹងអត់មាត់អាប៉ែប្រុសហ្នឹងហិតតែបានដៃបាទអស់ពីស្ទាបកាភ្លៅហើយចាប់ផ្ដើមបងប្អូនអរគ្នាទៅយកដៃលូកដើមទ្រូងអីចុះឡើងហើយថើបអីអញ្ចឹងណាអោបអីចឹងទៅធ្វើឲ្យបងស្រីហ្នឹងលក្ខណៈថាចង់ឡើងដែរអញ្ចឹងណាបាទមានអារម្មណ៍ចង់វាយឡើងដែរបាទស្វឹងហើយបងប្រុសហ្នឹងក៏ដៃដល់ដែរទៅលេងបាទផ្ទះមិត្តភក្តិអីដៃដល់ចង់លេងប្រពន្ធគេទៀតបាទអញ្ចឹងគាត់បបងអញ្ចឹងលក្ខណៈថាប៊ីសតានឹងបាទបានបឺអីហ្នឹងបាទប៊ីសតានឹងឡើងឋានសួគ៌មួយប្រពន្ធមិត្តភក្តិហ្នឹងហើយទៅបានមកស្ទុះក៏ឮសលេងទ្វារហ្នឹងគោះបាទគឺសលេងប្តីរបស់គាត់ហ្នឹងមកពីទិញស្រាវិញហ៎បាទគោះអញ្ចឹងទៅគាត់ក៏បាទដាច់សង្វាក់មកបន្តិចណាបាទមិនមែនបន្តិចគឺពងតឡើងខ្លាំងហើយអាប៉ែផហ្នឹងគឺបបងអាលផងយកដៃហើយបងហ្នឹងស្លៀកខោខ្លីហ្នឹងយកដៃស្ទាបកភ្លៅអញ្ចឹងទៅលក្ខណៈថាលូកចុះលូកឡើងពេញខ្លួនប្រាហ្នឹងធ្វើឲ្យបងស្រីហ្នឹងឡើងស្រាវឡើងមានអារម្មណ៍ខ្លាំងឯហ្នឹងបាទហើយអញ្ចឹងដល់ពេលប្តីមកមានអីមានតែបំបែកសិនហើយទៅបើកទ្វារអញ្ចឹងណាហើយបំបែកទ្វារអញ្ចឹងហើយប្តីមកឃើញលក្ខណៈថាប្រពន្ធសក់រៀងកទ្រីងកទ្រើងលក្ខណៈថាដូចអាប៉ែនោះថើបផងអីផងអញ្ចឹងហើយធ្វើដូចលក្ខណៈថាអឺមីងមាំងលក្ខណៈថាដូចរៀងភាំងលក្ខណៈភ័យអញ្ចឹងណាបើមិនភ័យហ្មងបាទបងនោះមិញមកធ្វើស្អីយកដៃស្អីមកបបងអែស្ទាបផ្លូវផងលូកអីពេញណាស់ទាំងអស់ហើយមិនអោយគ្នាភាំងហ្មងបងបាយទៅទិញស្រាបាត់អត់ដឹងគេធ្វើអីប្រពន្ធទេអីបាទគាត់ថាអញ្ចឹងទៅអឺគាត់ក៏នាំគ្នាផឹកបន្តទៀតទៅគាត់អត់បានចាប់អារម្មណ៍ណាមួយគាត់ស្វឹងហើយទិញស្រាមកអាងតែផឹកតអញ្ចឹងណាគាត់ថាផឹកស្វឹងហើយបងប្អូនអរគ្នាគាត់ក៏ដេកលក់ណាគាត់ក៏ដេកលក់ហើយងើបឡើងមានដឹងថាប្រពន្ធនៅណាហើយបាទ
khơi nhờ mất phẹ quạt nắng cho máu bị khang lơ hay quạt xua tha bánh lang từ lơ tới hay mất phẹ quạt nắng tha tờ rô và tốc tất hay bong bong xây nắng tha và tốc tất miên nó lừa tê nó cao mi ta mạch ban tờ lừa vĩnh và hay mất phẹ quạt nắng thắng nhom ọt đăng ở nhom ron nôm pe còn lang mà lừa bà mình đăng thà quạt nôm nôm bập pôn bong xây nắng lang từ lơ đăng thưa ai ai bà khả nạ pe đã bong xây nắng sờ lọp sờ vâng sra ở phải dạ pe cái lạc mong ấy chẳng ban đài mật phẹ năng ấy hay cho mùi bập pôn quạt lang từ lơ đăng ban màn đòn ấy bà mày dặn tới con mà đòn đấy bà mình oi mấy bà kia lang bà đây nè bà tự tin xa màu vinh toán con ấy lang tăng môn năng tiết đó bà lục ai tiếp lần pin năng oi hay bà bọn này tao bảo anh bọn xây anh năng lọp tới ăn là quạt pi nè nó bà lang than xua chân thầy hay có thà bà to pi ngay năng mó bà pôn quát cứ hiện play bông bông nọ kia cứ miền chạt miền ấy chẳng nè bàn tay của chà bà ròm thì bà miền á bông bông nọ kia bà pôn quát nó cứ lua chạt cho mỗi nâng mật phẹ bà quát nó bà chẳng ban này tha pe đã quát ban kia mà đo hai pe ngay sờ vần nó cứ quát do lây tên nẹt tên nong kia hai hay tên nẹt tên nong kia hai chẳng đó là pe bà bạ mà với nó không te bông xây năng pe có và miền cầm đất thành nạt cái này tới te sầm nại cho tới thì ngày muối bông xây nắng quát có tới thừa cá quát ngon mật phẹ quát á ắt thừa cá tê cứ sống cho bạp chẳng nè hay bà pôn quát bà nơi te quát đặt đắng nè bàn tay còn đặt quát sang say tha mật phẹ bà quát nắng mạch bà nọn mật thừa cá bàn tay quát sang say hay quát sang say mật phẹ quát cho môi nâng bà pôn mà quát hay sang say tha ngày sờ vâng hay cho mà bị khang lơ vậy nhở chẳng quát có sang say chẳng quát có xong cái lại thừa cá sao mẹ đây quát màu quát tờ lọpตลอดมาเตะอัดคืนแบบปนเตะแบบปนเตะคือเตะคือจะสาวจังนะโกนตะเรียนบัดคือจะสาวอัดคืนแบบปนเตะตามรอตามไอ้จังเต๋อก็บ่าติดตามตอนแบบปนให้หนึ่งมัดแผลกอดนั้นบ่าดักเนี้ยโจเตะสำนักบ่าปนแต่เติมตาเรียบโจขนมเตะสำนักนะบ่าในถัดดกเนี้ยบำรองตาหนึ่งโจจังประเดี๋ยวเนี่ยเคยจังก็บ่าชาวลาวใส่โลลาเป็นหนึ่งเต๋อប៉ុន្តែប្រពន្ធហ្នឹងក៏និយាយប្រាប់គាត់ថាមិត្តភក្តិគាត់ហ្នឹងដប់គាត់ហ្នឹងមកទិញម្ហូបហើយទិញម្ហូបអីបើជីបំរុងចូលក្នុងផ្ទះសំណាក់អីហ្នឹងបាទអញ្ចឹងបងស្រីហ្នឹងគាត់ក៏និយាយលក្ខណៈថាដោះសារមួយប្តីគាត់ថាគាត់ហ្នឹងមិត្តភក្តិគាត់ហ្នឹងដប់គាត់ដើម្បីទៅទិញម្ហូបហើយមានរឿងអីត្រូវទៅទិញម្ហូបដប់គាត់ទៅទិញម្ហូបហើយសម្ដៅចូលទៅក្នុងផ្ទះសំណាក់និយាយទៅជីម៉ូតូចូលទៅដល់ក្នុងឯហ្នឹងតែគ្រាន់តែមិនទាន់បានបើកបន្ទប់បើកអីចឹងណាហើយទៅទិញម្ហូបអីនៅក្នុងផ្ទះសំណាក់ហ្នឹងវិញបើថាបើឯងចូលទៅដើម្បីបាទបឺអីហ្នឹងជឿតែបើថាទៅទិញម្ហូបមានអីណាគេទៅលក់អីនៅក្នុងផ្ទះសំណាក់ហ្នឹងវិញបងបើឯងបោកប្តីឲ្យសមតិចទៅបាទហើយបើសិនជាសម្រាប់ពុកម៉ែបងប្អូនវិញបើប្រពន្ធធ្វើអញ្ចឹងបាទហើយគាត់ដោះស្រាយបែបហ្នឹងតើពុកម៉ែបងប្អូនគិតយ៉ាងណាដែរបាទលើកលែងតើឲ្យគាត់ឬក៏ជឿគាត់ប៉ុន្តែសម្រាប់ខ្ញុំអត់ជឿទេបាទគឺមានតែលែងចោលហើយអត់យកទៀតទេបាទអត់មានតែទិញម្ហូបអីនៅក្នុងផ្ទះសំណាក់ឲ្យប្រុសដប់ទៅឲ្យមកធ្វើនិយាយចឹងឲ្យខ្ញុំជឿខ្ញុំអត់ជឿទេបាទប៉ុន្តែពុកម៉ែបងប្អូនផ្សេងដែលជឿក៏ជឿទៅខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំអត់ជឿទេបាទចឹងសាច់រឿងថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងពុកម៉ែបងប្អូនទាំងអស់គ្នាសូមអរគុណដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទជាចុងក្រោយបាទខន្តីអភ័យទោសម្ដងហើយម្ដងទៀតព្រោះអីក្នុងការនិយាយនៅរឿងរ៉ាវបែបហ្នឹងគឺវាមានពាក្យបាទលើសលួសចឹងណាក៏សូមខន្តីម្ដងហើយម្ដងទៀតសូមពុកម៉ែបងប្អូនអធិស្ឋានបាទក្នុងការនិយាយនៅសាច់រឿងនេះគ្មានបំណងអីអាក្រក់ទេគ្រាន់តែចង់និយាយរឿងដើម្បីពុកម៉ែបងប្អូនបានស្ដាប់កំសាន្តនៅពេលដែលពុកម៉ែបងប្អូនហត់នឿយចឹងទៅក៏និយាយឲ្យពុកម៉ែបងប្អូនបានស្ដាប់កំសាន្តរំសាយអារម្មណ៍តែប៉ុណ្្នឹងទេបាទហើយជាចុងក្រោយបងប្អូនកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន